សូមគោរពជំរាបសួរដល់បងប្អូនពុកម៉ែមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម Facebook បាទទាំងអស់ជាទីគោរពជាទីនឹករលឹកបាទថ្ងៃនេះខ្ញុំបាទកុសលបាទជាតំណាងបាទនឹងជំនុំមុខឲ្យម្ចាស់ទៀនបាទបានពំនាំមកជាស្បៀងអាហារហូបចុកបាទនៅកន្លែងនេះបាទមើលឃើញសារបងប្អូនហ្នឹងហើយថាវិការបាទជូនដល់បាទនេះលោកតាដែលគាត់ចាស់ជរាបងប្អូនហើយបាទគាត់ឈឺនៅទៅលើក្រែតើណាមិនរួចទេបងប្អូនបាទគាត់ចាស់អស់ហើយបងប្អូនហើយគាត់ស្ថិតនៅក្នុងភូមិដកពោបាទឃុំរវៀងស្រុកសំរោងខេត្តតាកែវបាទថ្ងៃនេះគឺជាគ្រួសារទី6បាទដែលជាជំនួយសប្បុរសតាមវិរៈបងស្រីយ៉ាំច័ន្ទបាទរួមជាមួយនឹងមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាដែលរស់នៅសហរដ្ឋអាមេរិកដែលបានរួមគ្នាផ្ញើថវិកាបាទយកមកធ្វើដងទឹកហើយបាទយកមកជួយដល់ចាស់ជរាក្រីក្រជនពិការចំនួន7គ្រួសារទៀតបាទឥឡូវគឺជាគ្រួសារទី6ហើយខ្ញុំបានមកដល់ផ្ទះលោកតាផ្ទាល់បាទនេះលោកតាគាត់មានជំងឺឈឺយូរហើយឥឡូវយើងបានមកធ្វើទៀនជូនគាត់នៅតនថាគាត់នៅហូបកើតមើលឃើញទៀនខែភ្លឺបងប្អូនបាទគាត់នៅមានជីវិតហ្នឹងហើយលោកតាសប្បាយចិត្តទេតាបានចិត្តទេបានគេមកចិត្តមកមើលទៅសប្បាយទៅមិនអូសប្បាយបងប្អូនបាទហើយមានថ្មីនេះមាននៅហ៎បាទអូតែអត់ទេណាអស់ហើយណាបាក់អស់ហើយបាទអូតាគាត់សប្បាយមើលកាមេរ៉ាមើលចិត្តមើលគាត់រំភើបមើលសប្បាយទៅមិនណាអូសប្បាយខ្លាំងបងប្អូនបាទនេះបាទបានជំនួយសប្បាយណោះបាទហ្នឹងនេះតិចទៀតហើយចេះពិសានេះអត់តែតិចទៀតផ្សារមកកំប៉ុងទឹកតឡាយទឹកអីមានអស់ហើយលុយទឹកទិញអីទិញទៅទាវភាសាបានទេបានណោះហ្នឹងហើយឥឡូវជូនពរចាស់ទៀនតិចនៅសហរដ្ឋអាមេរិកមកជួយដល់លោកតានៅអាមេរិកអរគុណដល់ចាស់ទៀនដែលបានជួយអរគុណចាស់ទៀនដែលបានជួយសូមអរគុណហ្នឹងគាត់ហ្នឹងហើយអរគុណគាត់ថាទៀននិយាយទេដោយសារគាត់ឈឺហ្នឹងហើយអរគុណមែនតើជូនពរម្ចាស់ទៀនយើងបងស្រីយ៉ាំច័ន្ទបាទហ្នឹងហើយជាមួយនឹងសប្បុរសជនដែលបានចូលរួមជាមួយបងទាំងអស់គ្នានឹងសូមបងចាស់ទៀនអស់គ្នាសូមជួបតែក្តីសុខបានហ្នឹងហើយសេចក្តីចម្រើនមកទទួលទៀនមានបានបើជាឆ្ងាយពីជំងឺក្រែងទាំងពួងបាទសូមសុខភាពល្អគ្រប់គ្នាអាយុយឺនយូរហើយនឹងប្រាថ្នាអ្វីៗបានសម្រេចដូចបំណងបាទអរគុណច្រើនបាទសុខសប្បាយអរគ្នាបាទនេះលោកតាបានលុយហើយទុកខ្សែកាទៀវណាមើលសាច់ញ៉ាំមើលបានលុយហើយអូនេះបាទមើលចាស់បាទនេះគាត់អរគុណហើយម្ចាស់ទៀនយើងដែលបានជួយគាត់បាទរួចមកគ្រាដែរបងប្អូនបាទហ្នឹងហើយបាទអរគុណមែនតើបាទឡើងចាស់ទៀនយើងបងស្រីយ៉ាំច័ន្ទដែលបានជួយឲ្យរួមជាមួយមិត្តភ័ក្តិបងលោកតាគាត់សប្បាយចិត្តហើយមើលសប្បាយចិត្តធ្វើម៉េចមិញតែមកដល់លើកអីវ៉ាន់មកសើចដាច់ដល់ហើយបាយចិត្តហើយបងប្អូនបាទនេះមើលសក់គាត់អស់ហើយបាទអរគុណណាស់ដែលបានធ្វើទៀនខែភ្លឺជូនដល់ពួកគាត់គឺបានភ្លាមអញ្ចឹងបងប្អូនឃើញទេបាទនេះបាទគឺគាត់ពិសាបានបាទហ្នឹងហើយចង់ថាប់ការទិញកាទៀវគឺយកមកពិសាបានហ្នឹងហើយនេះចង់ហូបអីមើលឃើញនឹងនៅប្រើប្រាស់បានហ្នឹងហើយអរគុណមែនតើបងស្រីយ៉ាំច័ន្ទហើយនឹងមិត្តភ័ក្តិបងប្អូនអរគ្នាបានចូលជួយលោកតាបាទអរគុណបាទជម្រាបលាបងប្អូនបាទ